รถยนต์ Alphard បានបោះពុយលឿនជ្រុលទៅបុកម៉ូតូពីក្រោយបណ្ដាលឲ្យបរិសម្នាក់រងរបួសធ្ងន់ខេត្តបាត់ដំបងបរិសម្នាក់ត្រូវបានរថយន្ត Alphard បុកពីក្រោយបណ្ដាលឲ្យរងរបួសធ្ងន់ខណៈកំពុងជិះម៉ូតូឆ្លងផ្លូវវេលាម៉ោង 16:00 នាទីថ្ងៃទី27 ខែមករាឆ្នាំ2026នៅតាមបណ្ដោយផ្លូវ Highway ស្ថិតនៅក្នុងក្រុមទី16ភូមិច្រាបក្រសាំងសង្កាត់វត្តកក្រុងបាត់ដំបងប្រភពពីកន្លែងកើតហេតុបានដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើងរវាងម៉ូតូម៉ាក Honda Dream សេរីចាស់មួយគ្រឿងពាក់ស្លាកលេខបាត់ដំបង 1L6739 បើកបរដោយបុរសម្នាក់ទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុខាងលើក៏បត់ឆ្វេងឆ្លងផ្លូវបំបែកក៏ត្រូវរថយន្ត Alphard ពណ៌ខ្មៅពាក់ស្លាកលេខកម្ពុជា TM 7899 បើកបរដោយបុរសម្នាក់ទិសដៅស្របគ្នានៅក្នុងល្បឿនយ៉ាងលឿនក៏ជ្រុលទៅបុកពីក្រោយពេញទំហឹងបណ្ដាលឲ្យទាំងម៉ូតូនិងមនុស្សប៉ើងរបួសធ្ងន់តែម្ដងក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅដឹកបញ្ជូនជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបន្ទាប់មកបានធ្វើការវាស់វែងនិងធ្វើកំណត់ហេតុយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីរងចាំដោះស្រាយទៅតាមផ្លូវច្បាប់ខ្ញុំបាទលួនឯក TV5 Online News